បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនពីលោកតាអ៊ំពូមីមីងទាំងអស់ថ្ងៃនេះខ្ញុំមានដើមថ្នាំពិសេសមួយទៀតហើយពុកម៉ែបងប្អូនបាទហើយថ្នាំនេះខ្ញុំមិននឹកស្មានដល់ថាមានគុណប្រយោជន៍និងអត្ថប្រយោជន៍សម្រាប់ព្យាបាលជំងឺធំធេងយ៉ាងដូចនេះសោះណាពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានវីដេអូនេះមួយដើម្បីយកមកចែកជូនទៅដល់ពុកម៉ែបងប្អូនអ៊ំពូមីមីងបាទឲ្យបានដឹងអំពីអត្ថប្រយោជន៍និងគុណប្រយោជន៍នៃដើមសណ្តែកអង្រែណាពុកម៉ែបងប្អូនដើមសណ្តែកអង្រែជាភាសាខ្មែររបស់យើងពុកម៉ែបងប្អូនហើយដើមសណ្តែកអង្រែនេះទៀតគឺវាមានអត្ថប្រយោជន៍និងគុណប្រយោជន៍ច្រើនណាស់សម្រាប់ការព្យាបាលណាពុកម៉ែបងប្អូនអញ្ចឹងកុំឲ្យវែងឆ្ងាយខ្ញុំសូមរៀបរាប់នឹងទូនាទីរបស់ដើមសណ្តែកអង្រែនេះតើដើមសណ្តែកអង្រែនេះវាត្រូវថ្នាំអីខ្លះសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាសុខភាពណាពុកម៉ែបងប្អូនបាទតាមការស្រាវជ្រាវនៃផ្លូវការរបស់ឱសថបុរាណខ្មែរ Natural Herbal បាទបានឲ្យដឹងថាដើមសណ្តែកអង្រែនេះគឺមានថាគុណប្រយោជន៍សម្រាប់ព្យាបាលរោគជំងឺជាច្រើនប្រភេទណាពុកម៉ែបងប្អូនឬនឹងគ្រាប់របស់វាគឺព្យាបាលផ្នែករលាកតម្រងនោមដែលមានឈាមក្នុងទឹកនោមនិងទឹកនោមពណ៌បែបលឿងក្រមៅណាពុកម៉ែបងប្អូនហើយចំណែកឫសរបស់វានេះទៀតគឺសម្រាប់ឈឺសន្លាក់ដៃជើងថ្លើមឈឺឆ្អឹងឈឺឆ្អែងហើយគ្រុនចាញ់រាកមូលក្អកពោះចឹកសម្បីតែពោះចឹកក៏ត្រូវដែរពុកម៉ែបងប្អូនណាទម្លាក់ព្រូនរលាកបំពង់កនិងរាកបាទហើយគ្រាប់របស់វាបញ្ចុះទឹកនោមណាពុកម៉ែបងប្អូនហើមណែនទ្រូងតឹងទ្រូងរាកក្អកឈឺត្រចៀកហើយស្លឹករបស់វាគឺក្អករាកឈឺក្នុងត្រចៀកបុកយកទឹកបៀមព្យាបាលក្នុងក្រអូមមាត់បន្តក់ចូលត្រចៀកឈឺពោះខាន់លឿងដំបៅរលួយហើយដើមនិងស្លឹកបណ្ដេញខ្យល់ក្នុងពោះវៀនហើយរីឯផ្កាវាកាត់ស្លេះក្អកចឹងមកន័យថារុក្ខជាតិនេះគឺត្រូវថ្នាំទាំងអស់តែម្ដងណាពុកម៉ែបងប្អូនណានឹងហើយរុក្ខជាតិទាំងមូលនេះសម្រាប់ព្យាបាលការធ្លាក់ឈាមតាមស្បូនគ្រុនស្រាវស្រាញពេលមកខែមករដូវចឹងណាពុកម៉ែបងប្អូនហើយកម្រិតនៅក្នុងការប្រើប្រាស់ក្នុងឯកសារនេះมันបានបញ្ជាក់ទេណាពុកម៉ែបងប្អូននឹងហើយបាទហើយនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមជួយចែករំលែកវីដេអូនេះផងបាទអរគុណ